តើព្រះពុទ្ធទ្រង់ពិតជាបានហៅភិក្ខុអ្នកទ្រទ្រង់បត្រៃបិដកមួយអង្គថាភិក្ខុគម្ពីរទទេមែនដែរឬអត់នៅក្នុងគម្ពីរធម្មបទដ្ឋកថាមគ្គវៈបោតលទ្ធេរវត្ថុព្រះពុទ្ធទ្រង់ហៅភិក្ខុមួយអង្គលោកជាអ្នកទ្រទ្រង់បត្រៃបិដកនឹងថាទុច្ឆបោធិលៈនឹងតាមច្បាប់ភូមាគឺបោធិលៈគឺសរសេរបដាក់ស្អោហើយដជាងថដាក់ស្អីនឹងលោបើតាមច្បាប់ខ្មែរថាទុច្ឆបោធិលៈច្បាប់ខ្មែរគឺមានអក្សរថប៉ុន្តែមានដទំនួលពីលើទេឥឡូវយើងទៅសិក្សាពាក្យប្រែនីមួយនឹងទុច្ឆប្រែថាម៉េចបោធិលៈនឹងប្រែថាម៉េចទុច្ឆប្រែថាទទេស្មើនឹងពាក្យមោខៈមុធាសញ្ញៈរិត្តៈឬមួយក៏រិត្តកៈអនដ្ឋកៈឯបោធិលៈនៅក្នុងវចនានុក្រមបាលីភូមាគឺលោកអធិប្បាយថាបោធិលៈហ្នឹងគឺជាយតិច្ឆកនាមឈ្មោះដែលកើតដោយឯងមិនចាំបាច់មានធាតុបច្ច័យមិនចាំបាច់ចងវឹកហៈជាដើមទេសំដៅយកឈ្មោះរបស់ភិក្ខុអ្នកទ្រទ្រង់បត្រៃបិដកមួយអង្គដូច្នេះបោធិលៈហ្នឹងគឺមិនមានប្រែថាម៉េចទេគ្រាន់តែជាឈ្មោះរបស់លោកណាអត់មានវឹកហៈអត់មានវេញញេធាតុបច្ច័យពាក្យហ្នឹងវាកើតមកឯងទេអញ្ចឹងយើងផ្សំគ្នាទុច្ឆៈបូកនឹងបោធិលៈប្រែយ៉ាងម៉េចទុច្ឆៈទទេដល់ពេលបោធិលៈគឺឈ្មោះរបស់ភិក្ខុមួយអង្គណាអញ្ចឹងគួរតែយើងប្រែថាមនាលភិក្ខុឈ្មោះបោធិលៈទទេហើយនៅក្នុងវចនានុក្រមបាលីខ្មែរយើងឃើញ3កន្លែងហ្នឹងក៏លោកប្រែកន្លែងបោធិលៈហ្នឹងបោធិលៈបថេរៈឈ្មោះបោធិលៈកន្លែងមួយទៀតក៏ឃើញប្រែថាបថេរៈឈ្មោះបោធិលៈកន្លែងមួយទៀតក៏ឃើញបថេរៈឈ្មោះបោធិលៈអញ្ចឹងបោធិលៈហ្នឹងគឺមិនបាច់ចាំប្រែអត្ថប្រែថាកម្ពីឬមួយក៏ស្អីគេទេណាគឺវាពាក្យហ្នឹងគឺប្រែអត់ចេញហ្មងជាឈ្មោះរបស់ភិក្ខុអង្គហ្នឹងតែម្ដងណាអញ្ចឹងពាក្យថាបោធិលៈមិនមែនប្រែថាកម្ពីអញ្ចឹងចូលកម្ពីបាលីថាម៉េចកម្ពីបាលីថាកន្ធៈបោថៈបោធកៈអញ្ចឹងសព្ទទាំង3ហ្នឹងប្រើបានដូចគ្នាចូលកម្ពីទទេបាលីថាម៉េចកម្ពីទទេបាលីថាទុច្ឆកន្ធៈទុច្ឆបោថៈទុច្ឆបោធកៈឬមួយក៏យើងដាក់មោខៈខាងដើមមោខៈកន្ធៈមោខៈបោថៈមោខៈបោធកៈមិនមែនតែងថាទុច្ឆបោធិលៈទេចុះហេតុអ្វីបានជាព្រះអង្គទ្រង់ហៅបែបនេះទ្រង់ព្រះចិន្តាថាអ៊ីមាសៈភិក្ខុណោអតណោទុក្ខនិសរណង្ករិសាមិតិចតំពិណដ្ឋិសង្វេជីសាមិណੰប្រែថាសូម្បីតែគំនិតរបស់ភិក្ខុអង្គនេះថាអញនឹងធ្វើនៅការរលាស់ចេញអំពីវត្តទុក្ខសម្រាប់ខ្លួនឯងក៏គ្មានតថាគតនឹងញ៉ាំងភិក្ខុអង្គនោះឲ្យសង្វេគសិនចឹងបំណងរបស់ព្រះអង្គគឺចង់ឲ្យភិក្ខុអង្គហ្នឹងសង្វេគណាព្រោះលោកចេះដឹងហើយអត់ចង់រួចផុតចាកទុក្ខអញ្ចឹងមិនបំណងចង់បង្អាប់លោកឲ្យអន់ឲ្យខូចតម្លៃនោះទេហើយពេលដែលភិក្ខុអង្គនឹងលោកឮពាក្យរបស់ព្រះពុទ្ធហើយគិតដូចម្ដេចលោកគិតថាអហង្សត្ថកថានិតៃនិបេដកានិធិរេមិ
បញ្ចានាំងភិក្ខុសតានាំងអដ្ឋរសៈមហាកណេធម្មំវាចេមិអដ្ឋបណៈមង្សត្ថាអភគនាំងទុច្ឆបោធិឡាតិវតេតិអធិមង្សត្ថាជានាទីនាំងអភិវេនៈអេវង្វតេតិប្រែថាអាត្មាអញទ្រទ្រង់បត្រៃបិដកព្រមទាំងអត្ថកថាបង្រៀនធម៌ដល់ភិក្ខុ500អង្គក្នុងមហាគណៈទាំង18មតិខ្លះថាក្នុងមហាគណៈតែ5ទេប៉ុន្តែព្រះសាស្តាទ្រង់ហៅអាត្មាអញថាមនាលភិក្ខុបោធលទទេជាប់មិនដាច់សោះច្បាស់ជាព្រះសាស្តាទ្រង់ហៅយ៉ាងនេះព្រោះការមិនមាននៃគុណធម៌មានឈានជាដើមយ៉ាងពិតប្រាកដហើយចឹងលោកដឹងពីបំណងរបស់ព្រះអង្គហើយលោកក៏សង្វេគទៅបប្រតិបត្តិធម៌ក្នុងព្រៃដាក់ជោគមានះក៏បានសម្រេចជាព្រះអរហន្តទៅតើតើនឹងរឿងបោធលភិក្ខុឃើញមាននៅក្នុងគម្ពីរធម្មបទហ្នឹងមួយកន្លែងហើយនៅមួយកន្លែងទៀតគឺនៅក្នុងខត្តកនិកាយមហាមោគលានថេរគាថាព្រះមហាមោគលានលោកបានពោលពីរគាថាតើតើនឹងបោធលភិក្ខុនឹងថានេសោបសតិសទ្ធម្មំសង្សារេណបរខតោអធោកមាំងចមហបថាំងកុំមាំងកៈមនុធាវតេប្រែថាភិក្ខុឈ្មោះបោធលៈអង្គនេះមិនឃើញនៅមគ្គផលនិព្វានជាធម៌របស់សត្វបរោះត្រូវចំណងសង្សារវដ្តចោមរោមហើយស្ទុះទៅកាន់ផ្លូវមិច្ឆាជីវៈដ៏គួរឲ្យខ្ពើមជាផ្លូវដ៏វាចជាហេតុទៅកាន់ឋានខាងក្រោមគឺអបាយកិមៃវៈមីលហៈសលតោសង្ខារេអធិមុច្ឆិតោបកិលហោលេភសការេតច្ឆោកេចតិបោធិឡោភិក្ខុឈ្មោះបោធលៈជាអ្នកជាប់ជុំវិញដោយធម៌លាមកដូចជាដង្កូវលាមកជាអ្នកមិនចូលក្នុងសង្ខារធម៌ដែលលាយឡំដោយធម៌មិនស្អាតគឺកិលេសជាអ្នកលិចចុះក្នុងលាភសក្ការៈដោយអំណាចនៃតណ្ហាជាមនុស្សទទេហើយចេះតែប្រព្រឹត្តទៅនៅក្នុងព្រះអត្ថកថាលោកបានប្រាប់អំពីមូលហេតុដែលព្រះមហាមោគលាននឹងពោលគាថាពីរហ្នឹងគឺទ្វេគាថាបោធិលੰនាមៈភិក្ខុងសម្មាអបតិបច្ចន្តាំងមិច្ឆាជីវកតាំងទិស្វាចោទនាវសេនវតាព្រះមហាមោគលានពោលពីរគាថាដោយអំណាចនៃការដាស់តឿនអញ្ចឹងលោកពោលមិនមែនចង់ឲ្យគេខូចឈ្មោះអីទេគឺលោកដាស់តឿនព្រោះឃើញនៅភិក្ខុឈ្មោះបោធលៈដែលមិនប្រព្រឹត្តត្រឹមត្រូវធ្វើនៅមិច្ឆាជីវៈអញ្ចឹងមកពីលោកឃើញអញ្ចឹងហើយបានលោកចង់ពោលដាស់តឿនណាហើយយើងមើលកន្លែងបាលីថាបោធិលੰនាមៈភិក្ខុភិក្ខុឈ្មោះបោធលៈអញ្ចឹងពាក្យថាបោធលៈហ្នឹងគឺជាឈ្មោះរបស់លោកអត្ថកថាឬមួយគម្ពីរអីផ្សេងមិនបានអធិប្បាយថាបោធលៈហ្នឹងគឺមានន័យថាម៉េចអញ្ចឹងយើងមិនបាច់ចាំប្រែគម្ពីរប្រែថាគម្ពីរឬមួយក៏ស្អីទេណាភិក្ខុឈ្មោះបោធលៈហ្នឹងចឹងតែម្ដងហើយព្រះអត្ថកថាក៏លោកបានបញ្ជាក់មូលហេតុដែលព្រះមហាមោគលានហ្នឹងហៅលោកថាជាភិក្ខុទទេហ្នឹងថាអធិសីលសិក្ខាភាវតោតិច្ឆោអសារោហត្វាបោធិឡោភិក្ខុកេចតិបវតតិបោធិលភិក្ខុជាមនុស្សទទេឥតខ្លឹមសារនៅទទេឥតខ្លឹមសារហ្នឹងព្រោះអីគេព្រោះការមិនមានសីលខណ្ឌអញ្ចឹងហៅលោកមនុស្សទទេគឺអត់មានសិលមិនមែនសំដៅថាត្រូវអាបត្តិប្រាជិតទេគឺលោកប្រព្រឹត្តមិច្ឆាជីវៈចូលចម្ពាក់លៀបសក្ការៈអញ្ចឹងទៅវាធ្វើឲ្យសិលរបស់លោកសៅហ្មងហើយចេះតែត្រាច់ទៅប្រព្រឹត្តទៅតើព្រះពុទ្ធនិងព្រះមហាមោគលានហៅភិក្ខុអង្គនោះថាទុច្ឆបោធលៈដោយចិត្តអ្វីអញ្ចឹងយើងដឹងហើយព្រះអង្គគឺទ្រង់មានបំណងចង់ឲ្យភិក្ខុនឹងសង្វេគហើយព្រះមហាមោគលានលោកចង់ដាស់តឿន
ព្រោះឃើញលោកធ្វើខុសអញ្ចឹងណាអញ្ចឹងព្រះរហន្តលោកមានកិលេសមកពីណាអញ្ចឹងរើសអង្គធម៌ប្រភេទមហាកិរិយាញាណសម្បយុត្តចិត្ត4ដួងណាមួយដែលមានមហាករុណាជាប្រធានចឹងតាមឯកសារយោងខាងលើហ្នឹងព្រះពុទ្ធព្រះមហាមោគលានគឺមិនបានហៅភិក្ខុអង្គនោះថាភិក្ខុគម្ពីរទទេទេគឺហៅថាភិក្ខុឈ្មោះបោធលៈទទេស្មើនឹងពាក្យមោខៈបរោះហ្នឹងណាពេលយើងនិយាយទៅកាន់មនុស្សហើយសំដៅទៅរកគម្ពីរអញ្ចឹងមិនត្រូវហើយអ្នកប្រែថាភិក្ខុគម្ពីរទទេហ្នឹងគឺមិនមានឯកសារច្បាស់លាស់នៅក្នុងអត្ថកថាដីកាអីទេតាមខ្ញុំកណាអាត្មាយល់ឃើញថាអ្នកប្រែយ៉ាងហ្នឹងអាចមានការយល់ច្រឡំពាក្យបោធលៈហ្នឹងប្រែថាគម្ពីរណាតាមពិតជាឈ្មោះរបស់លោកសោះចូលកន្លែងដតីដែលក្រៅអំពីសាច់រឿងហ្នឹងព្រះពុទ្ធទ្រង់ហៅនៅអ្នករៀនព្រះបរិយត្តិធម៌ឲ្យមិនបប្រតិបត្តិកម្មដ្ឋានហ្នឹងថាដូចម្ដេចនៅក្នុងគម្ពីរធម្មវតថកថាធម្មថវៈឯកុទានខេណាសវត្ថិរវត្ថុព្រះអង្គទ្រង់បានត្រាស់ថានាហង្ភិកវេយោពហុំពេឧកនហតិវាភិសតិវាតាំងធម្មតរោតិវតិមិយោបណៈឯកម្មពេគាថាឧកនហត្វាសច្ចានិបដិវច្ចតិអាយ៉ាងធម្មធរោនិមៈមនីភិក្ខុទាំងឡាយបុគ្គលណារៀនបានច្រើនក្តីសម្ដែងធម៌បានច្រើនក្តីតថាគតមិនហៅនៅបុគ្គលនោះថាជាធម្មធរទេចំណែកឯបុគ្គលណារៀនយកបានតែមួយគេថាហើយត្រាស់ដឹងសច្ចធម៌បុគ្គលនេះឈ្មោះថាជាធម្មធម៌ពិតហើយនៅក្នុងគម្ពីរធម្មបតតកថាដដែលយមកវៈទ្វេសហាយកៈភិក្ខុវត្ថុព្រះអង្គទ្រង់ប្រៀបធៀបអ្នកដែលរៀនសម្ដែងធម៌បានច្រើនហ្នឹងតែមិនបប្រតិបត្តិឬក៏មិនធ្វើទុកក្នុងចិត្តដោយអំណាចនៃអនិច្ចជាដើមហ្នឹងថាដូចជានីគោបាលដែលមិនបានទទួលនៅរសទឹកដោះគោទាំង5ហ្នឹងនៅក្នុងព្រះសតន្តបិដកអង្គតរនិកាយបញ្ចកនិបាតទុតិយបណ្ណាសកៈយោធាជីវវៈបឋមធម្មវិហារិសោតព្រះពុទ្ធទ្រង់ហៅភិក្ខុដែលរៀននៅព្រះបរិយត្តិធម៌អស់មួយថ្ងៃតែមិនបប្រតិបត្តិកម្មដ្ឋាននឹងថាបរិយត្តិពហុលៈបែរថាអ្នកមានតែការរៀនច្រើនណាហើយទ្រង់ហៅភិក្ខុសម្ដែងធម៌ដែលខ្លួនបានរៀនហើយហ្នឹងអស់មួយថ្ងៃមានន័យថាចំណាយពេលសម្ដែងធម៌អស់មួយថ្ងៃតែមិនបប្រតិបត្តិកម្មដ្ឋានហ្នឹងថាបញ្ញត្តិពហុលៈអ្នកមានតែការសម្ដែងច្រើនទ្រង់ហៅភិក្ខុដែលស្វាត់ជ័យធម៌ដែលខ្លួនបានរៀនហើយហ្នឹងអស់មួយថ្ងៃតែមិនបានបប្រតិបត្តិកម្មដ្ឋានហ្នឹងថាសច្ឆិយពហុលៈអ្នកមានតែការស្វាត់ជ័យច្រើនទ្រង់ហៅភិក្ខុដែលត្រេះរិះនៅធម៌ដែលខ្លួនបានរៀនហើយអស់មួយថ្ងៃតែមិនបានបប្រតិបត្តិកម្មដ្ឋានហ្នឹងថាវិតកៈពហុលៈអ្នកមានតែការត្រេះរិះពិចារណាធម៌ច្រើនចំណែកឯភិក្ខុដែលរៀននៅព្រះបរិយត្តិធម៌ផងបប្រតិបត្តិកម្មដ្ឋានផងក្នុងមួយថ្ងៃហ្នឹងគឺព្រះអង្គទ្រង់ហៅថាធម្មវិហារីអ្នកមានប្រកដីរស់នៅដោយធម៌ហ្នឹងគឺសិលសមាធិបញ្ញាឯនៅក្នុងទុតិយធម្មវិហារីសោតព្រះពុទ្ធទ្រង់ហៅភិក្ខុដែលរៀននៅព្រះបរិយត្តិធម៌ហើយតែមិននឹងអត្តនៃធម៌នោះដោយវិបស្សនាបញ្ញាមគ្គបញ្ញានឹងថាបរិយត្តិពហុលៈអ្នកមានតែការរៀនច្រើនទ្រង់ហៅភិក្ខុដែលសម្ដែងធម៌ដែលខ្លួនបានរៀនរួចមកហើយនឹងតែមិនដឹងអត្តនៃធម៌នោះដោយវិបស្សនាបញ្ញាមគ្គបញ្ញាថាបញ្ញត្តិពហុលៈអ្នកមានតែការសម្ដែងច្រើនទ្រង់ហៅភិក្ខុដែលស្វាត់ជ័យធម៌ដែលខ្លួនរៀនហើយតែមិនដឹងអត្តនៃធម៌នោះដោយវិបស្សនាបញ្ញាមគ្គបញ្ញាថាសច្ឆិយពហុលៈអ្នកមានតែការស្វាត់ជ័យច្រើនទ្រង់ហៅភិក្ខុដែលត្រេះរិះនៅធម៌ដែលខ្លួន
បានរៀនហើយតែមិនដឹងអត្ថនៃធម៌នោះដោយវិបស្សនាបញ្ញាមគ្គបញ្ញាថាវិតកៈពលៈអ្នកមានការត្រេះរិះច្រើនចំណែកឯភិក្ខុអ្នករៀននៅព្រះបរិយត្តិធម៌ផងដឹងអត្ថនៃធម៌នោះផងដោយវិបស្សនាបញ្ញាមគ្គបញ្ញាព្រះអង្គទ្រង់ហៅថាធម្មវិហារីអ្នកមានប្រកបដីរស់នៅដោយធម៌គឺសិលសមាធិបញ្ញាតើយើងគួរហៅភិក្ខុអ្នកដែលចេះដឹងច្រើនផ្នែកបត្រៃបិដកហ្នឹងដែលលោកអត់បានឈានមគ្គផលហ្នឹងថាមនុស្សទទេឬមួយក៏ភិក្ខុកំពីទទេឬទេចឹងបទុជននៅមានកណ្លេសភាគច្រើនឲ្យទៅហៅបែបហ្នឹងគឺដោយបំណងមិនល្អដោយចិត្តអកុសលចំណែកព្រះរហន្តគឺលោកអស់កិលេសហើយចឹងលោកមានបំណងល្អចង់ឲ្យសង្វេគចង់ឲ្យកែខ្លួនចង់ដាក់ទឿនលោកហៅនេះគឺដោយចិត្តបរិសុទ្ធដូចជាព្រះអង្គទ្រង់ហៅភិក្ខុដែលធ្វើខុសថាមុខៈបរោះអីចឹងទៅបរោះទទេគឺមិនមានឈានមគ្គផលហើយយើងយកពាក្យហ្នឹងទៅហៅគេទៅវេបហាគេមិនត្រូវពាក្យហ្នឹងសម្រាប់តែព្រះអង្គហៅណាអញ្ចឹងបើសិនជាចង់ពោលកែតម្រូវលោកអញ្ចឹងគួរតែសូមឱកាសលោកឲ្យនិយាយជាមួយលោកស្ងាត់ទៅហើយមួយវិញទៀតគឺយើងចេះមិនដល់លោកណាហើយយើងចេះមិនដល់លោកហើយទៅពោលដឹកទោសចាប់កំហុសគេវាសមដែរអត់គួរណាស់តែជួយលើកស្ទួយអ្នកចេះដឹងដែលបានរៀនសូត្រត្រឹមត្រូវតាមគម្ពីរពេលខ្លះគ្រូនឹងជាអលជីទេតែអាចបង្រៀនកូនសិស្សឲ្យខ្លាចទៅជាអលជីបានដោយគ្រូត្រឹមតែជាអ្នកធ្វើស្រែធម្មតាហ្នឹងតែអាចបង្រៀនកូនសិស្សឲ្យខ្លាចទៅជាសិទ្ធិខ្លាចទៅជាអាដាមជំទាវអីជាដើមហ្នឹងហើយក៏មានអង្គខ្លះទៀតការលោកនៅរៀនជាអលជីប៉ុន្តែពេលដែលក្រោយមកលោកបានរៀនសូត្រចេះដឹងទៅក៏ខ្លាចទៅជាអលជីវិញក៏មានយ៉ាងដែរចឹងបើសិនជាយើងគិតតែលើកទោសចាប់កំហុសមិននៅដំណើរអ្នកចេះដឹងចឹងគឺធ្វើឲ្យអ្នកចំនួនក្រោយហ្នឹងបាក់ទឹកចិត្តដែលចង់រៀនកាលមិនទាន់រៀនគេតែដៀលថាមនុស្សល្ងងដល់ពេលបានរៀនសូត្រចេះដឹងគេហៅថាភិក្ខុកំពីទទេអញ្ចឹងមានបណ្ណាគេលែងចង់រៀនទៀតដែរកាលណាបើសិនជាលែងមានអ្នករៀនព្រះបរិយត្តិសាសនាហ្នឹងក៏វិនាសពេលដែលព្រះបរិយត្តិសាសនាវិនាសបដិបត្តិសាសនាបដិវេតសាសនាហ្នឹងក៏វិនាសដែរហើយសម័យឥឡូវនេះគឺកម្រមានអ្នកដែលអាចត្រួតត្រងចាំនៅគម្ពីរបត្រៃបិដកហ្នឹងណាបើនៅស្រុកខ្មែរវិញគឺសង្ឃថាមិនទាន់មានសំបីមួយអង្គណាដូច្នេះគឺយើងត្រូវតែលើកស្ទួយនឹងឯងហើយគុណសម្បត្តិរបស់ភិក្ខុដែលជាពហុសោនឹងគឺមានច្រើននៅក្នុងគម្ពីរអង្គុត្តរនិកាយក៏មានហើយគម្ពីរផ្សេងក៏ឃើញមានប៉ុន្តែសូមលើកតែមួយគាថាដែលព្រះអង្គទ្រង់សម្ដែងនៅក្នុងអបសតសូរនឹងថាពហុសតាំងធម្មធរាំងសបញ្ញំពុទ្ធសាវកាំងនេខាំងចម្ពូនតាសេវៈកោតាំងនន្តិតុមហារតេទេវាបិណាងប្រសੰសន្តិព្រះមុនីបិប្រសੰសិតោនរណាគួរតែដៀលនៅបុគ្គលនោះដែលជាពុទ្ធសាវកជាពហុសូត្រជាអ្នកត្រួតត្រងនៅព្រះបរិយត្តិធម៌ជាអ្នកមានបញ្ញាដ៏ល្អដែលដូចជាដុំមាសមានប្រមាណ1នខៈនៃមាសចម្ពូនតៈសូម្បីទេវតានិងមនុស្សទាំងឡាយរមែងសរសើរបុគ្គលនោះសូម្បីគឺព្រំក៏រមែងសរសើរដែរហើយនៅក្នុងអត្តកថាសង្យុត្តនិកាយសកេថវៈអបដិវេទិតសូត្រនឹងបញ្ជាក់ថាពុទ្ធសតភិក្ខុនឹងគឺជាពុទ្ធមួយអង្គ
ឲ្យឈ្មោះថាសុតពុទ្ធ